គ្រាការព្រះសម្ពុទ្ធប្រសាផុតដល់ដំបានត្រាជាបាំងធំ45ព្រះវស្សាបំពេញពុនទាំងកិច្ចមិនដាច់វេលាណាសន្មត់ឈ្មោះហៅថាពុនក្រិនចាមាន5យ៉ាងទី1គឺពេលព្រឹកនៅពុនលឹកពុនលឺស្វាងព្រះអង្គស្រេចទ្រង់យាងចេញបណ្ឌបាតប្រសំសន្តិពីរសៀលជ្រេព្រះសុរិយេពេលទៀមស្វ័នទេសនាប្រសំសន្តិមិនកំណត់ថាសន្នាទី3ពេលប្រលំព្រះចមភពត្រៃលោកាប្រទានធម៌ទេសនាឲ្យអវាទភិក្ខុសង្ឃទី4ពេលអាត្រៀនព្រះលោកនានទ្រង់ចិនចង់ព្រះតេល្អស្មោះត្រង់ទ្រង់ដោះស្រាយនៅប្រាស្នាផ្សេងកាត់ឡើងពិតនៅក្នុងចិត្តនៃទេវតាងើយឆ្ងល់ធម៌ត្រង់ណាព្រះសាស្តាទ្រង់អាកាន់ទី5ពេលទៀមភ្លឺប្រមាណមើលនិស័យសិននៅក្នុងសង្សារវដ្តឲ្យប្រកបគួរសន្តោសត្វណាមានសំណាងព្រះអង្គយាងចេញទៅប្រទានធម៌ទៀបគួងឲ្យទៅតាមឧបានិស្ស័យធម៌នេះឈ្មោះហៅថាពុទ្ធក្រចាប្រសាក្រៃវិញជាទីវាថ្លៃនៃព្រះពុទ្ធពីបុរាណបំពេញអត់នើយណាយរៀងរាល់ថ្ងៃមិនដែលខានលោកព្រះចូលនឹមពៀនទៅចំខានទាំងអងហើយសាធុជនណាប្រាថ្នានឹងប៉ុនប៉ងចង់ធ្លាតពីចំណងត្រៃលោនេបតប្រាកនត្រូវខំរៀនសង្សារនៅធម៌អាដែលជាបនពុនតកិញ្ញ5ប្រាកននៃកំណត់គួរយល់ដឹងជននោះនឹងស្មើបាននៅនេឋានជាទីពឹងឬនៅនេលោកនឹងបានខ្លួនជាអ្នកធំលើជនផានទាំងឡាយសុខសប្បាយដល់អូនដំសែមសានសុខមនោរមរៀងរួចដល់និព្វាន